ណែអើយស្នេហ៍បានជួបចិត្តស្នេហ៍នេះគឺស្នេហ៍ស្និទ្ធស្នេហ៍នេះពិនជាស្នេហ៍ភក្តីចានធ្លាមកហើយអូនអើយបងរីករាយក្រៃបងសុខអូនស្រឡាញ់បងណាស់បងក៏ស្រឡាញ់អូនខ្លាំងណាស់ដែរសូមបងពោលពាក្យនេះឲ្យបាន10000ដងទៀតមកអូនចង់ស្ដាប់ពាក្យនេះណាផលិតកម្មមនោរម្យភាពយន្តរឿងព្យុះជីវិតគឺជាផលិតកម្មមួយថ្មីស្រឡាងដែលមានអ្នកដឹកនាំរឿងដ៏មានវ័យក្មេងម្នាក់គឺមិត្តសហេងបានរចនាជាមហាទេសនីភាពមួយយ៉ាងកក្រិកកក្រែងគឺរឿងព្យុះជីវិតឈប់សិនអាឃាតករអូអាថារិតទេបើតាមអញយល់ឯងគឺសត្វកងានមួយយ៉ាងល្ងងបំផុតឈប់សិនថ្ងៃនេះជាថ្ងៃសាររបស់ពួកឯងហើយអញនឹងសម្រេចទោសពួកឯងមុនតុលាការយាយជាលវត្តសង្សារមហាធំធេងសុទ្ធតែវងវែងក្នុងភពអន្តកាយកចាញ់យកឈ្នះក្នុងអាណត្តាមិនគិតអាត្មាកាយមិនមែនកាយរឿងព្យុះជីវិតប្រជុំសុទ្ធតែតារាល្បីដូចជាយុធានវិជ្ជរដានីតារាថ្មីសេរីរតនាសោបុផាសំខាន់កែសវណ្ណរីសាសាគីនីណូយ៉ាត្រង់ដើនិងតារាកំ pl ែងថ្មីម្នាក់ទៀតគឺនាយភ្លីមុតយ៉ារឿងព្យុះជីវិតបើមិនស្ម័គ្រខ្ញុំកុំបាញ់ឈឺចិត្តស្រីមិនអាណិតដល់ចិត្តរៀមស្នេហ៍អាសូរទ្រូងណាស់អាភ័ព្វខំគេមានគូគេទុកខ្ញុំអត់លះក្នុងសមុទ្រកម្មភាពយន្តខ្មែររឿងវាលស្រីស្រណោះផលិតដោយផលិតកម្មព្រះខ័នពេជ្រភាពយន្តដឹកនាំរឿងដោយមិត្តលីវ៉ាវាលស្រីស្រណោះមិនណាឡៃចំរៀងប្រផ្លៃចងដៃឲ្យអូនវេះញ៉ាំដួងចិត្តឲ្យស្វិនស្រពូនបើខំពីអូនទោះជីវិតសូនក៏អូនមិនខកសំដែងដោយពៅទេវីទឹកសុខុមវ៉ាន់វណ្ណៈនប់ណែមពេជ្រសុផលផ្ការ៉ូសេតនិងតារាប្រុសស្រីជាច្រើនរូបទៀតវាលស្រីស្រណោះអើវាលស្រីស្រណោះកំណាស្នេហ៍ខ្ញុំសង្ឃឹមថ្ងៃស្អាតថាបានសុខុមឥឡូវវាលស្រីស្រណោះអត់ដំបំភ្លេចចោលអស់អមដោយបទចម្រៀងចំនួន2បទយ៉ាងពីរោះជាប់ចិត្តគឺបទវាលស្រីស្រណោះនិពន្ធបទភ្លេងនិងទំនុកច្រៀងដោយលោកអ៊ុចថនច្រៀងដោយលោកស៊ិនស៊ីសមុទ្រនិងអ្នកស្រីប៉ែនរ៉នវាលស្រីស្រណោះអើវាលស្រីស្រណោះអស់មានថ្ងៃស្អាត
ទាំងចិនមានគេបំបែងទៅទាំងក្តីស្បង់ រួងប្រចានព្រៀបឬច្បាំងត្រចងឡងហងទាំងតាពុកអងរៀមលំប្រយងអស់តែអូនអាណាល្អលើប្រចានព្រៀបអូនបាហាក៏ចាឲ្យអងសង្ស័យមកខ្សែភាពយន្តរឿងបំណុលឈាមឪពុកសូមអញ្ជើញទស្សនាកុំបីខាននៅរោងភាពយន្តហែមជាតិនិងរោងចិនឡារឿងបំណុលឈាមឪពុកជារឿងពិសេសរបស់ផលិតកម្មប្រាសាទកែវដែលប្រជុំសម្ដែងដោយតារាប្រជាប្រិយ4រូបយ៉ាងល្អផ្នែកគឺជាយថាគង់សំអឿនវិជ្ជរដានីនិងកញ្ញាភូមិភាវីដែលមានទេពកោសល្យខ្ពស់បានចូលប្រកួតប្រជែងគ្នាក្នុងឆ្នាំ1974នឹងមកយ៉ាងតែជួបគ្នាមានថ្លៃសិល្បៈផ្លែកៗពីគ្នាដោយអ្នកដឹកនាំរឿងយ៉ាងចំណានមានបច្ចេកទេសចម្លែកបានប្រមូលចងក្រងហារឿងបំណុលឈាមឪពុកនេះបំពេញបំណងអស់លោកអ្នកនាងឲ្យសប្បាយភ័យព្រួយព្រឺខ្លាចគឺឡុងស៊ីលេតដែលធ្លាប់កសាងខ្សែភាពយន្តជាច្រើនរឿងមហារីនិងអ្នកស្រីស៊ីសវ័តសាមននេះចាងបានផលិតកម្មនិងរចនាសម្លៀកបំពាក់ក្រសួស្តីមហារឿងបំណុលឈាមឪពុកសួស្តីរោងភាពយន្តហែមជាតិនិងចិនឡានៅឆ្នាំ1966លោកស្រីណារីហែមដែលជាផលិតករភាពយន្តមួយរូបបានអញ្ជើញលោកនៅម៉ារ៉ាឌីឲ្យសម្ដែងជាតួឯកប្រុសនៅក្នុងខ្សែភាពយន្តរឿងក្រមុំខ្មែរលើសម្រាប់ផលិតកម្មពោធិព្រឹកភាពយន្តរបស់លោកស្រីអ្នកស្រីណារីហែមគឺជាកូនស្រីបង្កើតរបស់សហជីវិនចម្រើនហែមនិងជាបងស្រីរបស់លោកអ៊ីវងហែមនិងដូរ៉ាហែមដែលជាអ្នកនិពន្ធនិងដឹកនាំរឿងនៅក្នុងផលិតកម្មបក្សីឋានសួគ៌ភាពយន្តហើយអ្នកស្រីក៏បានសម្ដែងនៅក្នុងរឿងក្រមុំខ្មែរលើជាមួយនឹងលោកនៅម៉ារ៉ាឌីជួប
រឿងក្រមុំខ្មែរលើនិពន្ធនឹងដឹកនាំរឿងដោយអ្នកស្រីណារីហែមរបស់ផលិតកម្មពោធិព្រឹកភាពយន្តនឹងអមដោយចម្រៀងបទក្រមុំខ្មែរលើនិពន្ធបទភ្លេងនិងទំនុកច្រៀងដោយលោកស៊ិនស៊ីសមុទ្រច្រៀងដោយលោកស៊ិនស៊ីសមុទ្រនិងអ្នកស្រីរស់សេរីសុទ្ធា រួមមេត្រី